បាទហើយបាត់ក្រុងឆាងសាទីមុនថ្ងៃនេះមកឲ្យរកពេញចូលមកក្រុងទេបាទលោកសាកសមអ្នកស្លាប់នៅទីនេះចម្លែកខ្លាំងណាស់សិតតែការមកចុះក្រោយពិតជាចម្លែកមែនប៉ុន្តែនេះមិនមែនជារថភ្លើងខ្មោចទេមែនហើយកំពុងតែបំណិតរថភ្លើងតែមួយខាងលោកម្ចាស់ទី8ដឹងទេបាទលោកម្ចាស់ទី8ដឹងថាក្នុងរថភ្លើងគឺមានស្ថានភាពបាននេះមើលទៅក៏មិនបាននោះទេ5ពេលថាគេមិនចូលមកខ្ញុំនឹងបាញ់គេឲ្យស្លាប់ភ្លាមបាទសួស្តីលោក8អូសួស្តីអាណាលោកគ្រូនៅណាទេលោកគ្រូកំពុងតែចាំលោកនៅក្នុងរថភ្លើងមិនស្រួលទេណែប្រាប់លោកនេះពួកឯងថានៅក្នុងផ្ទះខ្ញុំគឺមានការជិះបន្ថយខ្ញុំលាសិនហើយលោក8ទេវតាបានហើយម្នាក់ឯងអ្នកផ្ទះក៏គ្មានដែរមានកិច្ចការអ្វីបានចំណោះទីនេះនាយករងឆាងលោកនិយាយពាក្យស្អីនេះលោកហូបានប្រាប់ថាបើគ្រូទេហ៊ានចាចេញពីចំណោះរថភ្លើងមួយជំហានគឺបាញ់សម្លាប់ភ្លាមចរិតរបស់លោកហូលោកក៏បានដឹងដែរលោកកុំធ្វើឲ្យខ្ញុំពិបាកចិត្តអីបើមកដល់ទៅហើយហេតុអីក៏មិនចូលទៅមើលបន្តិចទេណែហួយខ្ញុំប្រាប់លោកចុះមិនមែនខ្ញុំចង់មកដល់ខ្លួនឯងទេបើកុំតែលោកហូពួកលោកអំបោះខ្ញុំខ្ជិលចេញមកណាអញ្ចឹងលោក8អញ្ចឹងចុះលោកហូនៅខាងមុខចាំលោកនៅណាទេចម្លែកចូលចិត្តទស្សនភាពបាននេះខ្ញុំជួបច្រើនលោកអាចជួយកាយចេញទៅសូមចេញទៅស្អីដល់ហើយលោកមានជាងកាងប្រកាន់ជាពាក់ស្បែកចេញឈើយូរហើយឬមួយជាចារកិច្ចជប៉ុនមិនឃើញថាជាជនអនាថទេពួកគេកំពុងតែធ្វើការពិសោធន៍សម្ងាត់ឬមកតើពួកគេត្រូវស្លាប់ដោយសារត្រូវគេយកមកពិសោធន៍នោះបើរឿងបាននេះកើតឡើងចឹងអ្នកដែលត្រូវពីនេះគឺប្រជារាស្ត្រនៅក្នុងក្រុងឆាងសាហើយនៅមានទៀតមនុស្សដែលស្លាប់នៅក្នុងរថភ្លើងក្តាមមឈូសគេសុទ្ធតែត្រូវគេជីកចេញមកទេពួកគេចង់ប្រើប្រាស់រឹកដៅក្រោមដៃធ្វើកិច្ចពិសោធន៍ដើរទៅមើលទៀតសិនទៅលោកហូមួយកំណត់ខាងក្រោមមើលទៅគឺអាចខុសពីខាងមុខមើលតាមអក្សរដែលជាសម្គាល់នោះគឺក្តាមមឈូសទាំងអស់នោះជាទូទៅគឺត្រូវជីកពីក្នុងដីមកទេឃើញទេទំហំក្តាមមឈូសទាំងនោះគឺជាទូទៅប្រហែលជាដូចគ្នាទាំងអស់តែម្ដងជាក្តាមមឈូសដែលគេយកមកកប់ជាមួយគ្នា
ហើយម្យ៉ាងទៀតរថភ្លើងមួយកំណាត់នេះគឺបន្ទប់ស្នាក់នៅដែលអ្នកទទួលខុសត្រូវត្រូវដឹកជញ្ជូនសុទ្ធតែស្នាក់នៅក្នុងផ្នែកនេះទាំងអស់គឺជាកំណាត់ចុងក្រោយនៃទូរថភ្លើង នៃរបស់លោកមនុស្សដែលនៅក្នុងផ្នែកបារម្ភនេះគឺសិតតែស្លាប់គេសិតតែស្លាប់ការពារទូរថភ្លើងខាងក្រោមហើយទូរថភ្លើងខាងក្រោមគឺជាម្ចាស់ភ្នំហើយនេះហើយអ្វីដែលនៅក្នុងម្ចាស់ភ្នំគេគឺជាម្ចាស់ ក្តារមឈូសរបស់ម្ចាស់ភ្នំ លោកហ៊ូលោកប្របីពេលវេលាតាំងតែងគឺរកបានតែរបស់មកការពារពីនេះតែប៉ុណ្ណោះ អ្នកទាំងពីរពាក់ទេ អ្នកលោកហ៊ូលោកគឺមើលងាយគេហើយប្រហែលកំណាត់ខាងមុខគឺថាមិនបានពាក់ទេមួយកំណាត់ខាងក្រោយនេះខ្ញុំក៏មិនចាំបាច់ពាក់ដែរ បើអញ្ចឹងពួកខ្ញុំពីរអ្នកពាក់ទេ បាទ ខ្ញុំមិនដែលថាមិនពាក់ឯណាណែលោកហ៊ូមិនខកលើកណាក៏លោកមកធ្វើតាមលំដាប់លំដោយសោះអញ្ចឹងណែលោកហ៊ូអូយមើលអត់សមចង្រៃយកខ្ញុំចង់ទៅពាក់មិនចេះអាណាមុខអាណាក្រោយមើល